នៅពេលដែលខ្ញុំបានផុសពី AI គឺមានអ្នកដែលគាត់សួរថាដើម្បីកែរូបឡានទៅជាបែបនេះឬក៏បែបនេះហ្នឹងគឺគាត់អាចធ្វើរបៀបម៉េចបានអញ្ចឹងចម្លើយមានតែពីរទេទី1យើងយកឡានរបស់យើងទៅកែអញ្ចឹងមែនទី2គឺយើងប្រើប្រាស់ AI ដើម្បីក្នុងការ generate រូបប្រភេទបែបហ្នឹងឲ្យយើងអញ្ចឹងថ្ងៃនេះខ្ញុំនឹងប្រាប់អ្នកនរអំពីវិធីដែលយើងប្រើប្រាស់កម្មវិធី ChatGPT ដើម្បី generate រូបប្រភេទហ្នឹងយោងទៅតាមរូបដើមរបស់អ្នកនរគ្នាអញ្ចឹងយើងចូលទៅកាន់វីដេអូរបស់យើងទាំងអស់គ្នាអញ្ចឹងថ្ងៃនេះគឺខ្ញុំនឹងប្រើប្រាស់ជាមួយនឹងកម្មវិធី ChatGPT យើងអាចធ្វើការចូលមកក្នុង ChatGPT ហើយយើងអាចសរសេរមកបើសិនជាយើងអត់ដឹងអីសោះហ្មងគឺយើងអាចសេដល់ give me 10 from relate to modify car photo អញ្ចឹងខ្ញុំនឹងធ្វើការឲ្យវា generate ចំនួន10 from ឲ្យខ្ញុំតាក់ទងជាមួយនឹងការកែឡានគឺក៏ការ modify ទៅលើរូបភាពឡានអញ្ចឹងខ្ញុំជួយ enter សិនអញ្ចឹងនៅក្នុងនឹងដែរគឺវានឹង generate ឲ្យយើងចំនួន10អញ្ចឹងយើងអាចមើលទៅតាក់ទងជាមួយនឹងទី1នេះវាតាក់ទងជាមួយនឹង cyberpunk style ទី2តាក់ទងជាមួយនឹង rough off-road អីចឹងទៅអញ្ចឹងឧទាហរណ៍ថាឥឡូវខ្ញុំចង់ឲ្យវាកែបែបទៅជា street car ឬក៏ជា the inspire street racer អញ្ចឹងទៅយើង copy មួយនេះបន្តមកទៀតយើងត្រូវ upload រូបរបស់យើងចូលសិនយើង upload រូបឡានចូលមួយមកបន្តមកទៀតយើង pass ទៅលើ prompt ហ្នឹងវិញហើយយើងមើលថាមានអីដែលយើងត្រូវកែអត់អញ្ចឹងវានឹងកែទៅជា street racer with anime decal lower suspension city street light តែចឹងទៅហើយខ្ញុំនឹងសរសេរបន្ថែមថា make sure to keep all the detail of the car photo ខ្ញុំចុច send អញ្ចឹងឥឡូវគឺ ChatGPT វាបានធ្វើការ generate ទៅលើរូបមួយដែលវាយករូបឡានសិននេះទៅកែទៅជាប្រភេទ JDM Inspire Street Racer with anime decal lower suspension ហើយនឹង city street light at night អញ្ចឹងយើងរងចាំមួយផ្លែវានឹងឲ្យជា result មកឲ្យយើងហើយអូខេឥឡូវគឺយើងទទួលបានតាក់ទងជាមួយនឹងរូបមួយហើយគឺវាបានបង្កើតហើយអញ្ចឹងទៅលើរូបនេះគឺវាបំលែងចេញពីរូបនេះបូកជាមួយនឹងអ្វីដែលយើងបានសរសេរនៅលើ prompt ហ្នឹងអញ្ចឹងបើសិនជាយើងចង់បាន option ផ្សេងទៀតយើងអាចឲ្យវាសរសេរមក give me another option relate to ហើយយើងអាចទៅ copy prompt ដែលយើងខាងលើនេះឧទាហរណ៍ថាឥឡូវខ្ញុំចង់បានតាក់ទងជាមួយនឹងបែបនេះយើង copy មួយនេះវិញមកហើយយើងយកមក pass នៅក្រោមនេះយើងចុច enter ភាសាទៀតវានឹងធ្វើការ generate រូបភាពឲ្យយើងមួយទៀតអញ្ចឹងវាបានប្រាប់យើងហើយថា transform this car អញ្ចឹងនៅកន្លែងនេះទៅអូខេយើងដាក់ correct enter អូខេ generate it អញ្ចឹងវាធ្វើការ generate ទៅលើរូបភាពហ្នឹងមករូបទៀតហើយអូខេឥឡូវគឺយើងទទួលបានតាក់ទងជាមួយនឹងរូប generate មួយទៀតហើយអញ្ចឹងអ្នកនរនេះចង់បានរូបអីផ្សេងៗអាច generate ទៅតាមនឹងខ្លួនឯងទៅវាមិនដូចអីដែលយើងចង់បានឬក៏អីជាក់ស្ដែងទេប៉ុន្តែយើងព្យាយាមកែទៅលើ prompt ឲ្យច្រើនទៅគឺវានឹងធ្វើការ improve ទៅលើនេះគ្នា ChatGPT វាអាច perfect បានដូចយើងដាក់ខំអញ្ចឹង ChatGPT also can make mistake អញ្ចឹងអាចធ្វើការសាកដោយខ្លួនឯងបានអូខេអញ្ចឹងចំពោះវីដេអូតាក់ទងជាមួយនឹងការប្រើប្រាស់ ChatGPT ដើម្បីបំលែងពីរូបភាពដើមទៅជារូបភាពបែប AI បែបតុក្កតាហ្នឹងគឺយើងមានប៉ុណ្្នឹងអ្នកអាចធ្វើការសាកដោយខ្លួនឯងហើយដល់ពេលដែលសាកហើយអាចធ្វើការតម្លាក់រូបភាពនៅក្នុងប្រអប់ comment នៅខាងក្រោមផងអូខេអញ្ចឹងយើងមានតែប៉ុណ្្នឹងទេអរគុណដែលជួបគ្នានៅវីដេអូក្រោយ